កសិដ្ឋានពូម៉ៅស្ថិតនៅភូមិសេសានឃុំកំផុនស្រុកសេសានខេត្តស្ទឹងត្រែងហើយយើងធ្វើដំណើរពីក្រុងស្ទឹងត្រែងមកដល់កសិដ្ឋានហ្នឹងចំណាយពេលកន្លះម៉ោងវា18គីឡូចានៅក្នុងកសិដ្ឋានពូម៉ៅនេះមានពូជជ្រូកដូចជ្រូកព្រៃតែវាមិនមែនជាប្រភេទជ្រូកព្រៃ 100% ទេហើយនឹងពូជជ្រូកកដោកសិដ្ឋាននេះចាប់ផ្ដើមឆ្នាំ2024នៅក្នុងការចិញ្ចឹមជ្រូកព្រៃនេះគឺយើងមានបច្ចេកទេសដើម្បីឲ្យជ្រូកហ្នឹងវាធំធាត់លឿនទីមួយគឺយើងមើលទៅលើចំណីគឺសំខាន់អញ្ចឹងហៅថាប្រូតេអ៊ីននៅក្នុងចំណីហ្នឹងត្រូវតែគ្រប់ជាមួយតម្រូវការរបស់ជ្រូកធម្មតាជ្រូកវាមានត្រូវការប្រូតេអ៊ីនខុសៗគ្នាដោយកូនជ្រូកអញ្ចឹងវាត្រូវការប្រូតេអ៊ីនពី18ទៅ20%ចំពោះមេវាត្រូវការតែ15%ឯហើយចំពោះជ្រូកបាក៏វាដូចជ្រូកមេដែរអញ្ចឹងពេលដែលយើងដាក់ចំណីយើងត្រូវធ្វើម៉េចគុណចំណីគុណប្រូតេអ៊ីនហ្នឹងឲ្យវាសមស្របទៅតាមប្រភេទជ្រូកដែលយើងដាក់ចំណីឲ្យវាណា